ចិត្តសាស្ត្រក្មេងជំទង់ណាអ្វីដែលគេខ្លាចបំផុតគឺគេខ្លាចយើងទុកគេដោយកូនក្មេងពីព្រោះអ្វីហ្នឹងគេទៀមទាថាគេជាមនុស្សចាស់ហើយគេជាមនុស្សពេញវ័យហើយអញ្ចឹងគេត្រូវការឲ្យឪពុកម្ដាយសន្តានាឬក៏ទំនាក់ទំនងមួយគេហ្នឹងជារបៀបមនុស្សពេញវ័យជារបៀបមនុស្សចាស់អញ្ចឹងបងប្រើការសន្តានាហ្នឹងក៏បងប្រើរបៀបមួយដែលចាត់ទុកគេជាមនុស្សពេញវ័យមិនមែនជាកូនក្មេងហើយស្ដាប់បង្គាប់យើងដូចមុនទេប៉ុន្តែគេមានគំនិតគេមានការគិតគេមានយោបល់របស់គេអញ្ចឹងបើសិនជាបងសន្តានាបែបបើកចំហថាឥឡូវម៉ាក់ចង់ជួយកូនឯងដើម្បីឲ្យកូនឯងរៀនបានជាប់បន្ទុកអីអញ្ចឹងណាអញ្ចឹងតើម៉ាក់អាចធ្វើឲ្យបានដើម្បីឲ្យកូនឯងជួយកូនឯងឲ្យរៀនបានល្អណាសួរយោបល់គេវិញទៅគេនឹងប្រាប់យើងហើយដូចខ្ញុំធ្លាប់ប្រឹក្សាយោបល់ឲ្យចៅខ្ញុំពេលគាត់ជួបបញ្ហាសម្ពាធផ្លូវចិត្តរហូតដល់ខប់បារម្ភដោយសារសម្ពាធពីសាលាអីសម្ពាធពីប៉ាម៉ាក់គេអត់យល់ពីគេអីអញ្ចឹងទៅខ្ញុំស្ដាប់គេហើយខ្ញុំសួរគេវិញថាឥឡូវបញ្ហាមួយណាដែលខ្លួនឯងចង់ដោះស្រាយមុនគេហើយដំណោះស្រាយឲ្យគេដែលខ្លួនឯងគិតថាមានប្រសិទ្ធភាពសម្រាប់បញ្ហាហ្នឹងអញ្ចឹងគេមានដំណោះស្រាយរបស់គេមកទាំងអស់គ្រប់បញ្ហាគេមានដំណោះស្រាយរបស់គេគ្រាន់តែថាបើយើងអត់ដឹងយើងព្យាយាមឲ្យយោបល់គេប៉ុន្តែពិតខ្លួនរបស់គេដែលគេនៅក្នុងស្ថានភាពហ្នឹងគេមានដំណោះស្រាយរបស់គេហើយគ្រាន់តែចុងក្រោយទៅគេត្រូវការការគ្រប់គ្រងពីឪពុកម្ដាយតាមអ្វីដែលជាដំណោះស្រាយរបស់គេហ្នឹងប៉ុន្តែពេលឪពុកម្ដាយគិតថាគេជាកូនក្មេងអត់បានសួរយោបល់គេប៉ុន្តែឲ្យយោបល់វិញអញ្ចឹងអាហ្នឹងវាអត់បានជួយទេប៉ុន្តែវាបន្ថែមសម្ពាធទៅលើគេវិញ